បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញមូលហេតុចំនួន5ថាហេតុអីទើបខ្ញុំជ្រើសរើសកម្មវិធីវិញដើម្បីយកមកបង្ហាញបងប្អូនយើងពីរបៀបក្នុងការកាត់តវីដេអូពិសេសសម្រាប់អ្នកថ្មីឬក៏អ្នកដែលមិនទាន់ចេះសោះចំណុចសំខាន់ទី1គឺបងប្អូនអាចប្រើប្រាស់បានទាំង Android និង iPhone អញ្ចឹងសម្រាប់បងប្អូនយើងដែលប្រើ Android បងប្អូនអាចចូលទៅកាន់ Play Store ហើយសម្រាប់បងប្អូនយើងដែលប្រើ iPhone បងប្អូនអាចចូលទៅកាន់ App Store ហើយវាពាក្យថាវិញទៅបងប្អូនអាចយកប្រើប្រាស់បានហើយអាចកាត់តវីដេអូបានគ្រប់ទីកន្លែងចំណុចសំខាន់ទី2កម្មវិធីនេះគឺអាចឲ្យបងប្អូនយើងកែមុខឲ្យបានស្អាតដោយឥតគិតថ្លៃទេមិនដូចកម្មវិធីមួយចំនួនដូចជា CapCut អីបើសិនបើបងប្អូនយើងចង់កែមុខបំបត្តិមុនឲ្យសភ្លឺថ្លាហ្នឹងគឺបងប្អូនត្រូវតែធ្វើការទិញប៉ុន្តែសម្រាប់កម្មវិធីនេះគឺបងប្អូនពុំចាំបាច់បើទិញទេបងប្អូនអាចប្រើប្រាស់ free ដោយសេរីដែលបងប្អូនអាចកែមុខឲ្យម៉ត់សរលោងបានដូចខ្ញុំបង្ហាញជូននេះចំណុចសំខាន់ទី3គឺបងប្អូនអាចកែពណ៌ទៅតាមតម្រូវការអញ្ចឹងកម្មវិធីនេះបងប្អូនយើងអាចកែពណ៌អីក៏បានដែរតាមអ្វីដែលបងប្អូនស្រឡាញ់ឧទាហរណ៍ថាបងប្អូនស្រឡាញ់ពណ៌រាងក្រហមឬក៏ស្រឡាញ់ពណ៌បៃតងបាទគឺបងប្អូនអាចកែវាឲ្យចេញពណ៌ក្រហមបៃតងអីទៅតាមតម្រូវការរបស់បងប្អូនហើយកន្លែងនេះក៏ free ដូចគ្នាចំណុចសំខាន់ទី4គឺការកាត់ background ឬក៏ cut out អញ្ចឹងចំណុចនេះក៏ free ដូចគ្នាបងប្អូនអាចប្រើប្រាស់ដោយសេរីហើយការកាត់របស់វាទៀតសោតគឺវាកាត់បានល្អមិនចាញ់ CapCut នោះទេដោយឡែកសម្រាប់ចំណុចសំខាន់ទី5ចុងក្រោយនេះគឺកម្មវិធីនេះវាអត់លោតពាណិជ្ជកម្មរញ៉េរញ៉ៃដោយកម្មវិធីផ្សេងទេបាទអញ្ចឹងបងប្អូនអាចប្រើប្រាស់វាដោយពុំចាំបាច់បារម្ភរឿងលោតពាណិជ្ជកម្មឬក៏មានបញ្ហាអីនៅពេលដែលយើងកំពុងតែកាត់វីដេអូនោះទេបងប្អូនអាចប្រើប្រាស់វាបានយ៉ាងស្រួលអញ្ចឹងនេះគឺជាចំណុចទាំង5ដែលខ្ញុំសម្រេចចិត្តជ្រើសរើសកម្មវិធីវិញដើម្បីយកមកបង្ហាញបងប្អូនដូច្នេះសម្រាប់បងប្អូនយើងដែលមិនទាន់ចេះសោះឬក៏ចេះកាត់ខ្លះហើយបងប្អូនអាចរងចាំតាមដានទស្សនាការបង្ហាញជូនរបស់ខ្ញុំនៅក្នុង page នេះឬក៏ក្នុង channel YouTube របស់ខ្ញុំនឹងទម្លាក់វីដេអូចាប់ពីដំបូងតែម្ដងបាទដើម្បីបងប្អូនយើងងាយយល់ឆាប់ចេះក្នុងការប្រើប្រាស់កម្មវិធីមួយនេះអរគុណចំពោះការតាមដានទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយ